ជំរាបសួរលោកគ្រូខ្ញុំឈ្មោះសេងសុពេជ្រមកពីខាងថ្នាក់ដេថ្ងៃនេះខ្ញុំមកឆ្លុះបញ្ចាំងទៅលើមេរៀន Chapter 4ដែលនិយាយអំពី Embedded Formative Assessment តើអ្វីទៅដែលជា Formative Assessment អញ្ចឹង Formative Assessment គឺជាដំណើរការនៃការប្រមូលទិន្នន័យនៃការរៀនសូត្រឬក៏ការសិក្សារបស់សិស្សការផ្ដល់នូវមតិកែលម្អទៅដល់សិស្សនិងការកែសម្រួលពីវិធីសាស្ត្រនៅក្នុងការបង្រៀនដែលលើកកម្ពស់ទៅដល់ដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការបង្រៀនផងដែរហើយ formative assessment ហ្នឹងគឺបានផ្ដល់នៅព័ត៌មានមតិនៅក្នុងការកែលម្អនៅអំឡុងពេលដំណើរការនៃការបង្រៀននិងនៅខណៈពេលដែលការសិក្សាកំពុងតែប្រព្រឹត្តទៅហើយនឹងនៅខណៈពេលដែលការបង្រៀនហ្នឹងកំពុងតែមានការកើនឡើងសម្រាប់ទៅលើ formative assessment វាមិនមែនធំតែជាទៅលើការអាចវាស់ស្ទង់ពីការអភិវឌ្ឍនិងការរីកចម្រើនរបស់សិស្សហើយប៉ុន្តែវាថែមទាំងអាចប្រើប្រាស់សម្រាប់ការវាស់ស្ទង់ពីភាពរីកចម្រើនឬក៏ការអភិវឌ្ឍនៅសមត្ថភាពរបស់គ្រូបង្រៀនផងដែរហើយដំណើរការនៃ formative assessment ហ្នឹងគឺមានយើងចែកចេញជា4គឺការប្រមូលភស្តុតាងអំពីរបៀបនៃការរៀនសូត្ររបស់សិស្សតាមរយៈការអង្កេតរបស់គ្រូការសួរជាសំណួរផ្ទាល់មាត់ឬក៏ការដាក់លំហាត់សម្រាប់សិស្សធ្វើជាដើមទី2គឺការវិតម្លៃនៅព័ត៌មានដែលទទួលបានអញ្ចឹងមានន័យធ្វើការវិភាគវែកញែកបកស្រាយនិងលុបបំបាត់នៅភាពលំអៀងណាមួយទី3គឺការផ្ដល់មតិដើម្បីកែលម្អទៅកាន់សិស្សអញ្ចឹងគ្រូអាចផ្ដល់ទៅលើមតិកែលម្អភ្លាមឬក៏អាចរងចាំនៅពេលវេលាណាមួយនៅចុងបញ្ចប់មេរៀនផងដែរហើយនឹងផ្ដល់នៅ feedback ជាក់លាក់ណាមួយទៅលើចំណុចទី4វិញគឺនិយាយអំពីការកែសម្រួលនៅក្នុងវិធីសាស្ត្របង្រៀនរបស់គ្រូហើយទៅលើប្រភេទនៃ formative assessment គឺយើងបានចែកចេញជា2គឺ embedded នឹងជាមួយនឹង summative based ទៅលើ embedded formative assessment គឺកើតឡើងនៅក្នុងអំឡុងពេលនៃការបង្រៀនតាមរយៈវិធីសាស្ត្រមួយចំនួនដូចជាការសង្កេតរបស់គ្រូការសួរសំណួរផ្ទាល់មាត់ឬក៏ការផ្ដល់នៅជាមតិកែលម្អរបស់គ្រូភ្លាមផងដែរហើយវាអាចសម្រួលទៅដល់គ្រូនៅក្នុងការកែសម្រួលនៅក្នុងវិធីសាស្ត្របង្រៀនដើម្បីឲ្យទទួលបាននៅប្រសិទ្ធភាពនៅក្នុងកំឡុងពេលបង្រៀនទៅលើ summative based formative assessment វិញគឺជាវិធីសាស្ត្រមួយដែលមានលក្ខណៈ formal ជាងនៅក្នុងការវាស់វែងពីប្រសិទ្ធភាពនៃការបង្រៀនតាមរយៈការធ្វើតេស្ត quiz ការធ្វើ project ឬក៏ការធ្វើកិច្ចការផ្ទះណាមួយដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យព័ត៌មានឬក៏ការផ្ដល់នៅមតិកែតម្រូវទៅដល់សិស្សការប្រមូលទិន្នន័យទៅតាមរយៈ embedded formative assessment ហ្នឹងគឺយើងមានធាតុផ្សំ2គឺ emerald observation គឺជាការសង្កេតឬក៏ការអង្កេតការខ្លាំមើលរបស់គ្រូទី2នោះគឺ informal oath quote questioning គឺជាការសួរសំណួរផ្ទាល់មាត់អញ្ចឹងនៅក្នុងនេះគឺខ្ញុំបានឆ្លុះបញ្ចាំងបន្ថែមដែរទៅលើ observation គឺជាការខ្លាំមើលឬក៏ការរួមបញ្ចូលអំពីការយកចិត្តទុកដាក់របស់គ្រូនៅក្នុងការសិស្សដែលគាត់អាចយល់បានឬក៏ឥរិយាបថរបស់សិស្សតាមរយៈកាយវិការអត្តចរិតរបស់គាត់ដែលយើងមានរួមមានទៅលើការបញ្ចេញទឹកមុខការបញ្ចេញសកម្មភាពដែលអាចនិយាយថាមួយទៀតគឺប្រភេទ eye contact ឬក៏ការនិយាយភាសានិងការឲ្យគាត់អានការលើកដាក់សម្លេងរបស់គាត់ជាដើមហើយឥរិយាបថទាំងនោះគឺវាស្ដែងចេញតាមរយៈការបង្ហាញអំពីអារម្មណ៍ពីចិត្តគំនិតនិងអត្តចរិតរបស់សិស្សអញ្ចឹងសិស្សម្នាក់នៅក្នុងថ្នាក់ហ្នឹងគឺគាត់មានអត្តចរិតឬក៏អារម្មណ៍របស់គាត់គឺអត់ដូចគ្នាទេអញ្ចឹងឥរិយាបថរបស់គាត់គឺអាចនឹងបង្ហាញតាមរយៈការបើបង្ហាញតាមរយៈកែវភ្នែកឬក៏តាមរយៈទឹកមុខរបស់គាត់ផងដែរហើយយើងអាចនិយាយបានថាអារម្មណ៍គឺអាចត្រូវមានទំនាក់ទំនងដើម្បីផ្សារភ្ជាប់ជាពិសេសតាមរយៈការបញ្ចេញទឹកមុខអញ្ចឹងបើនៅក្នុងថ្នាក់រៀនបើសិនជានៅពេលដែលគ្រូគាត់កំពុងតែបរៀនហើយបើសិនជាសិស្សនោះគាត់អត់សូវចង់បានគាត់ចាប់អ្វីដែលគ្រូបញ្យល់ទៅអត់តាន់នោះទេគឺគាត់នឹងបញ្ចេញអាការៈទឹកមុខមួយដែល
dương bằng hai quạt ọt sơ vô nơi mê riêng đại cứu ban bây giờ ta càn quạt chả trong một tiện lúc cứ ca mơ ai cẩn thận chẳng ca mơ ai cẩn thận có việc cứ chia cần lực sầm khăn môi đài đàm bay ơi dương đăng cru đăng tha ta sớ còn mình sẽ cam phép cho room cho mỗi đăng cru ọt hai cái việc chia cần lực lực nông ca vi đầm lấy từ lơ ca cho chất tục đa tầm nông chất nâng ca ở chập làm được bao sơ phong đài và tao mà tiết từ lơ ở cai vì ca vậy chẳng cai vì ca với romian từ lơ ca bằng hai ông pi cai vì ca xem tam rồi dạ ca bằng hai pi điểm mặt sành nha ca thơ cho là nà đòn luôn chỉ đam phong đài nó không ní cứ nhung ban ở độ song trên mau mới tiết cứ ca ở DJ ông Peter ca lực đã sầm lên chẳng nó pe đã ao quạt án chỉ bị sát nó pe đã quạt án bởi sân chỉ cạn này thà quạt trai món cứ quạt an ru tơ tài mà đòn cứ quạt ọt miên an lực đã sầm lên trong miên sẽ nhà khan quạt thờ tùm lẹ sầm lên bài ná cứ ọt tiền hai ở ru miên tơ ca bình chân tơ công tơ sầm niêng cầm rật sầm lên ca an rồi bỏ con hai cầu vía ban bằng hai nhầm pi tầm nông chất nâng ở đó bọc quạt phong đài cho nên to tiết cứ như vậy informal overall questioning cứ như vậy pi ca xua sầm nộp to mọt tâm cho mỗi nâng caสังเกต มือ របស់ គ្រូ អញ្ចឹង គ្រូ ភាគច្រើន គឺ ពឹង ផ្អែក យ៉ាង ខ្លាំង ទៅ លើ របៀប ដែល សិស្ស គាត់ អាច ឆ្លើយ សំណួរ នៅ ក្នុង អំឡុង ពេល ដែល បង្រៀន អញ្ចឹង នៅ ក្នុង អំឡុង ពេល បង្រៀន មុន ចូល ទៅ ដល់ មេរៀន ចំពោះ ជំហាន ទី 3 គឺ នៅ ក្នុង ជំហាន ទី 2 គ្រូ គាត់ មាន សួរ ជា សំណួរ បំផុស មួយ ដើម្បី ទំនាក់ទំនង ជាមួយ នឹង មេរៀន ថ្មី អញ្ចឹង ដើម្បី យើង អាច ពាស់ វែង អំពី កម្រិត យល់ ដឹង របស់ សិស្ស តើ ពួក គាត់ ហ្នឹង អាច ចាប់ បាន ឬ ក៏ គាត់ យល់ អំពី មេរៀន ហ្នឹង ចាំ មេរៀន ហ្នឹង នៅ ក្នុង កម្រិត ណា មួយ ហើយ ការ សួរ សំណួរ ផ្ទាល់ មាត់ គឺ មាន ប្រសិទ្ធភាព នៅ ក្នុង ការ ជួយ ឲ្យ សិស្ស គាត់ ផ្ដោត អារម្មណ៍ ការ យក ចិត្ត ទុកដាក់ មើល ទៅ លើ ការ បង្រៀន របស់ គ្រូ ឬ ក៏ ការ ជា ផ្ដល់ សញ្ញា ទៅ ដល់ សិស្ស ដើម្បី យក មាតិកា ដែល សំខាន់ ដែល សិស្ស ត្រូវ សិក្សា និង ជា ពិសេស នោះ គឺ ដើម្បី គ្រប់គ្រង ទៅ លើ ឥរិយាបថ របស់ សិស្ស និង ការ គ្រប់គ្រង ថ្នាក់ ទាំង មូល ផង ដែរ ហើយ ចំពោះ សំណួរ ដែល មាន ប្រសិទ្ធភាព ទៅ ដល់ ការ វាយ តម្លៃ នោះ គឺ យើង គួរ តែ មាន ភាព ច្បាស់លាស់ គឺ គ្រូ ជាមួយ នឹង គ្រូ ត្រូវ តែ មាន គោលដៅ នៃ គោលបំណង នៅ ក្នុង ការ បង្រៀន មេរៀន ណា មួយ អាច ឲ្យ សិស្ស គ្រប់ គ្នា នៅ ក្នុង ថ្នាក់ ហ្នឹង គឺ មាន សកម្មភាព ចូល រួម ទាំង អស់ និង ការ ផ្ដល់ នៅ ពេល វេលា ឬ ការ នៅ ក្នុង ពេល វេលា នៅ ក្នុង ការ គិត របស់ សិស្ស ហើយ ជៀសវាង នៅ សំណួរ ណា ដែល មាន លក្ខណៈ ជា សំណួរ បិទ ឬ ក៏ ជា សំណួរ ដែល អូសបន្លាយ សំណួរ មាន លក្ខណៈ ទស្សន៍ទាយ ច្រើន និង ការ សួរ សំណួរ ដោយ មាន លក្ខណៈ ជា លំដាប់ លំដោយ នៅ តាម មេរៀន ហើយ ជា ចុង ក្រោយ នោះ គឺ ត្រូវ តែ មាន effective feedback អញ្ចឹង effective feedback នេះ គឺជា មតិ ដែល កែលម្អ ដែល មាន ប្រសិទ្ធភាព ជា ទូទៅ មតិ កែលម្អ ដែល មាន ប្រសិទ្ធភាព គឺ វា បាន ផ្សារភ្ជាប់ ទៅ នឹង លទ្ធផល ជាមួយ នឹង ស្តង់ដារ ការ អភិវឌ្ឍ នៅ ក្នុង ការ ដំណើរការ ត្រឹមត្រូវ នៃ ការ បង្រៀន របស់ គ្រូ អញ្ចឹង វា គួរ តែ ផ្ដល់ នៅ ឲ្យ ទាន់ ពេល វេលា និង ញឹកញាប់ ផង ដែរ ហើយ គឺ ផ្ដោត សំខាន់ ទៅ លើ ការ ជាក់លាក់ ភាព លម្អិត ទៅ លើ បញ្ហា សំខាន់ ណា មួយ អញ្ចឹង មតិ កែលម្អ គឺ មាន ប្រសិទ្ធភាព មាន លក្ខណៈ ស្មោះត្រង់ ហើយ នឹង មាន ភាព ពិតប្រាកដ មតិ កែលម្អ រួម ជា ច្រើន គឺ មាន ប្រភេទ ខុសៗ គ្នា ដែល រួម មាន ទៅ លើ ការ ផ្ទៀងផ្ទាត់ ភាព ល្អិតល្អន់ ហើយ មតិ កែលម្អ គឺ តែង តែ គេ បែងចែក ពី ភាព ខុសគ្នា ទៅ តាម កម្រិត សមត្ថភាព របស់ សិស្ស មួយទៀត គឺ effective press អញ្ចឹង គឺជា ការ សរសើរ ឬ ក៏ ដែល មាន ប្រសិទ្ធភាព អញ្ចឹង ការ សរសើរ ដែល មាន ប្រសិទ្ធភាព គឺ យើង បង្ហាញ អំពី ទៅ លើ លក្ខណៈ ស្មោះត្រង់ ភាព ឯករាជ្យ ច្បាស់លាស់ ពិតប្រាកដ ហើយ ការ សរសើរ នោះ ក៏ ផ្ដោត ទៅ លើ ការ អភិវឌ្ឍ របស់ សិស្ស ផង ដែរ គឺ អាច ឲ្យ សិស្ស គាត់ មាន ការ ខិតខំ មាន អត្តចរិត ល្អ និង ការ បំពេញ សកម្មភាព ណា មួយ ដែល ត្រឹមត្រូវ អញ្ចឹង ទី 1 នោះ គឺ ការ សរសើរ ដូច បើ ការ សរសើរ យើង អាច ប្រៀបធៀប បាន ទៅ ដូច ជាមួយ នឹង ការ លើកទឹកចិត្ត ផង ដែរ អញ្ចឹង បើសិនជា នៅ ក្នុង ថ្នាក់ យើង គ្រូ ត្រូវ តែ មាន ការ លើកទឹកចិត្ត ទៅ ដល់ សិស្ស ដើម្បី ឲ្យ គាត់ មាន សកម្មភាព ចូលរួម ជា ច្រើន នៅ ក្នុង ការ បង្រៀន របស់ គ្រូ ផង ដែរ ហើយ ការ លើកទឹកចិត្ត គាត់ ក៏ អាច ធ្វើ ឲ្យ គាត់ មាន ការ ខិតខំ ប្រឹងប្រែង រៀនសូត្រ គាត់ កែប្រែ អ
អត្តចរិតរបស់គាត់ដែលពីមុនគាត់ជាអត្តចរិតដែលថាគាត់មិនសូវចង់ចូលរួមសកម្មភាពនៅក្នុងថ្នាក់អញ្ចឹងយើងអាចកែប្រែអត្តចរិតរបស់គាត់បានហើយអាចឲ្យគាត់បង្ហាញឬក៏គាត់បំពេញសកម្មភាពណាមួយដែលត្រឹមត្រូវគេពេញចិត្តនៅក្នុងសកម្មភាពនោះផងដែរចាចុងក្រោយខ្ញុំសូមអរគុណជំរាបលាលោកគ្រូ